ក្រោយពីលងលក់បាត់បង់ស្មារតីអស់រយៈពេលជាច្រើនម៉ោងទីបំផុតរចនាក៏បានដឹងខ្លួនមកវិញខណៈដែលនៅខាងក្រៅស្បៃរាត្រីបានគ្របដណ្ដប់លើផ្ទៃមេឃឡើងងងឹតសូនសងទៅហើយរចនាបើកភ្នែកសន្សឹមក៏ប្រទះឃើញពីដានពណ៌សនៅខាងលើរួចក៏រហ័សក្រឡេកមើលជុំវិញខ្លួនហាក់ដូចជាមានចម្ងល់ចំពោះទីកន្លែងដែលខ្លួនកំពុងស្ថិតនៅមិនតែប៉ុណ្ណោះនាងមានអារម្មណ៍ហាក់ដូចជាដៃខាងឆ្វេងរបស់នាងកំពុងត្រូវនរណាម្នាក់កាន់យ៉ាងជាប់រចនារហ័សងាកមុខទៅមើលក៏ឃើញថាម្នាក់នោះគឺជាគូស្ត្រូវដែលតែងតែរករឿងឆ្លោះនឹងនាងស្ទើរគ្រប់ពេលវេលាកំឡោះម្ចាស់ចំការកំពុងអង្គុយបិទភ្នែកលងលក់នៅលើកៅអីក្បែរនឹងគ្រែរបស់នាងព្រមទាំងកាន់ដៃរបស់នាងយ៉ាងជាប់តើគាត់កំដរនាងនៅទីនេះយូរប៉ុណ្ណាហើយលោកសំឡេងខ្សៅរបស់រចនាបានធ្វើឲ្យនរិនដឹងខ្លួនពីដំណេកអ្នកកំឡោះបង្ហាញទាំងមុខត្រេកអរនៅពេលដែលឃើញស្រីតូចដឹងខ្លួនបែបនេះនរិនបានបន្ទន់ខ្លួនទៅគៀកនឹងរចនាប៉ុន្តែរឿងមួយដែលគួរឲ្យភ្ញាក់ផ្អើលគឺនាយពុំបានលែងដៃរបស់រចនាឡើយហើយថែមទាំងយកប្រអប់ដៃដ៏ទន់ស្រលូនរបស់នាងទៅដាក់ក្បែរដើមទ្រូងរបស់ខ្លួនទៀតរចនាភាំងស្មារតីជាថ្មីនឹងអាកប្បកិរិយារបស់នរិនប៉ុន្តែនាងមិនបានគិតថានឹងដកដៃចេញពីទ្រូងរបស់នរិនឡើយព្រោះនាងស្រាប់តែទទួលបានអារម្មណ៍កក់ក្ដៅយ៉ាងចម្លែករចនានាងដឹងខ្លួនហើយឬតើនាងនៅមិនស្រួលត្រង់ណាទៀតឬអត់អីទេខ្ញុំលែងអីហើយប៉ុន្តែនាងត្រូវការអ្វីមែនទេរចនាដៃរបស់ខ្ញុំគឺថាណែរចនាសម្លឹងទៅដៃរបស់ខ្លួនដែលកំពុងស្ថិតនៅក្នុងប្រអប់ដៃរបស់នរិនជំនួសការនិយាយប្រាប់ត្រង់ថាខ្លួនចង់បានអ្វីនរិនរៀបភ្នែកទៅតាមទើបចាប់អារម្មណ៍ថាខ្លួនកាន់ដៃកូនកុំមុំគេជាប់ឡើងស្អិតដោយតុកកែទើបអ្នកកំឡោះប្រហែសលែងដៃនាងចេញមិនតែប៉ុណ្ណោះនរិនប្រញាប់និយាយបកស្រាយទាំងអឹមអៀមដើម្បីកុំឲ្យនាងតូចយល់ច្រឡំថានាយបំពេញលើនាងខ្ញុំសូមទោសផងមុននេះមកខ្ញុំរំភើបពេកដែលនាងដឹងខ្លួនឡើងវិញទើបច្រឡំដៃចាប់ដៃរបស់នាងបែបនេះរំភើបពេកតាពេកមុខស្វាមអ្នកនេះកើតអីចេះទើបមករំភើបដែលខ្ញុំដឹងខ្លួនឯងឡើងវិញក្រែងកន្លងទៅគាត់ចង់ឲ្យខ្ញុំទៅឆ្ងាយឲ្យបាត់ពីមុខរបស់គាត់អីតាពាក្យសម្ដីរបស់នរិនមុននឹងធ្វើឲ្យរចនាគិតក្នុងចិត្តតែម្នាក់ឯងខណៈដែលមុខរបស់នាងក៏ចាប់ផ្ដើមឡើងក្រហមដោយស្នាទុំនរិនឃើញបែបនេះគិតថារចនាឡើងកម្ដៅមិនស្រួលក្នុងខ្លួនជាថ្មីទើបប្រញាប់សួរនាំនាងដោយទឹកមុខបារម្ភតើនាងឡើងកម្ដៅក្នុងខ្លួនទៀតហើយឬទើបមុខក្រហមបែបនេះរងចាំបន្តិចណាចាំខ្ញុំទៅហៅគ្រូពេទ្យមកកុំអីខ្ញុំមិនកើតអ្វីទេនរិនប៉ុន្តែមុខនាងក្រហមណាស់រចនាខ្ញុំថាមិនអីគឺមិនអីហើយមនុស្សល្ងងនេះតើលោកមើលមិនដឹងទេឬថាខ្ញុំកំពុងអៀននឹងលោក
មាត់របស់រចនាឆ្លើយតបនរិនខណៈដែលចិត្តរបស់នាងកំពុងលួចសើចអ្នកកំឡោះដែលខំប្រឹងឆ្លេឆ្លាទាំងដែលនាយនឹងហើយជាមូលហេតុដែលធ្វើឲ្យស្រីតូចមុខឡើងក្រហមបែបនេះប៉ុន្តែនរិនបានត្រឹមតែធ្វើភ្នែកភ្លឹះព្រោះមិនយល់ថារចនាកំពុងធ្វើអ្វីមកលើខ្លួនទេក្រោយបន្តិចមកទ្វារបន្ទប់ក៏បានបើកឡើងដោយអ្នកគ្រូពេទ្យម្នាក់បានដើរចូលមកដើម្បីពិនិត្យអាការៈរបស់រចនាស្ថានភាពរបស់ប្អូនស្រីត្រឡប់មកប្រក្រតីវិញហើយនៅព្រឹកស្អែកប្អូនអាចត្រឡប់ទៅផ្ទះវិញបានហើយចាសអរគុណអ្នកគ្រូពេទ្យដំណឹងដែលអ្នកគ្រូពេទ្យបានប្រាប់មករចនាអំបញ្ញមិញធ្វើឲ្យទាំងនរិនទាំងរចនាបានសប្បាយចិត្តយ៉ាងខ្លាំងប៉ុន្តែអ្នកទាំងពីរបែកមុខញញឹមដាក់គ្នាធ្វើឲ្យអ្នកគ្រូពេទ្យក៏ញញឹមតាមមុនពេលដែលគាត់ចាក់ចេញទៅក្រៅវិញបន្ទាប់ពីគ្រូពេទ្យចាក់ចេញទៅផុតមីងទេវីក៏បានចូលមកដល់ទើបរចនានាងប្រាប់ឲ្យនរិនត្រឡប់ទៅផ្ទះរបស់គាត់វិញដោយសំអាងថាមីងទេវីអាចលើកំដរខ្លួនបាននរិនមិនប្រកែកប៉ុន្តែក្នុងចិត្តរបស់នាយហាក់នៅតែបារម្ភពីនាងតូចទោះបីគ្រូពេទ្យនិយាយថាស្ថានភាពរបស់នាងលែងមានអ្វីគួរឲ្យបារម្ភទៀតហើយក៏ដោយកៅភ្នែកដ៏ស្រទន់របស់រចនាបានសម្លឹងមើលដងខ្លួនដ៏មាំទាំរបស់នរិនពីក្រោយរហូតទាល់តែនាយចេញផុតពីបន្ទប់សម្រាករបស់នាងភ្នែករបស់នាងសម្លឹងឯបេះដូងរបស់នាងក៏ស្រាប់តែលោតញាប់ខុសពីប្រក្រតីតើនាងកំពុងមានអារម្មណ៍អ្វីឲ្យប្រកបលើសអ្នកកំឡោះម្នាក់នេះឈានមកដល់ព្រឹកថ្ងៃថ្មីរចនាក៏បានធ្វើដំណើរត្រឡប់មកសម្រាកនៅផ្ទះវិញដោយមានមីងទេវីនៅចាំមើលថែយ៉ាងដិតដល់ប្រហែលមកពីប៉ុន្មានថ្ងៃមុននេះនរិនធ្វើឲ្យនាងធ្វើការខ្លាំងពេកទៅដឹងទើបអ្នកនាងតូចត្រកូលភូមិរិនហាក់លែងសូវទម្លាប់នឹងការដេកស្ងៀមមួយកន្លែងដូចពេលមុននាងក្រោកចុះក្រោកឡើងដើរទៅដើរមកមើលនេះមើលនោះរហូតដល់ចុងក្រោយនាងក៏មកអង្គុយសង្គប់មុខកុំព្យូទ័រហើយបើកមើលវីដេអូក្នុង YouTube ដើម្បីស្វែងយល់ពីរបៀបថែទាំដើមទុរេនដែលមានទាំងវីដេអូខ្មែរនិងទាំងវីដេអូជាភាសាបរទេសខណៈកំពុងអង្គុយសម្លឹងមើលអេក្រង់កុំព្យូទ័រយ៉ាងយកចិត្តទុកដាក់សំឡេងគោះទ្វារក៏បានបន្លឺឡើងរចនាងាកមុខទៅមើលក៏ឃើញមីងទេវីដើរចូលមកក្នុងដោយមានកាន់ផ្លែគុយមួយថង់នៅនឹងដៃផងដែរអ្នកនាងមុននេះលោកនរិនបានយកផ្លែគុយមួយថង់មកផ្ញើអ្នកនាងពាក្យរៀបរាប់របស់មីងទេវីធ្វើឲ្យរចនារៀងភាំងបន្តិចរួចក៏ប្រញាប់សម្លឹងមើលទៅក្រោយខ្នងរបស់ស្ត្រីវ័យកណ្ដាលមុននឹងសួរតបទៅមីងទេវីវិញលោកនរិនមកទីនេះឬចុះពេលនេះគាត់អញ្ជើញទៅវិញឬនៅមីងបើនៅទេចាំខ្ញុំចុះទៅអរគុណគាត់ដោយផ្ទាល់ពុំចាំបាច់ចុះទៅទេអ្នកនាងព្រោះលោកនរិនបានត្រឡប់ទៅផ្ទះរបស់គាត់វិញហើយលោកនរិនថ្ងៃនេះប្លែកម្លេះមីងព្រឹកមិញនេះគាត់ត្រូវបានឆ្នោតរង្វាន់ធំឬទើបនឹកឃើញទិញផ្លែគុយមកផ្ញើខ្ញុំបែបហ្នឹងប៉ុណ្ណឹងមិនទាន់សូវចម្លែកទេបើអ្នកនាងបានឃើញមុខលោកនរិនដោយផ្ទាល់ទៀតគឺកាន់តែប្លែកតែម្ដងអូតើប្លែកយ៉ាងម៉េចទៅមីងរចនាបញ្ចប់សំណួរដោយសំឡេងសើចក៏ខឹសខណៈដែលមីងទេវីក៏អស់សំណើចដូចគ្នាមុននឹងឆ្លើយតបទៅស្រីតូចវិញ
ថ្ងៃនេះលោកនរិនក៏ពុកមាត់ពុកចង្ការឡើងស្អាតតែម្ដងត្រឹមតែប៉ុណ្ណឹងដោយគ្មានអ្វីប្លែកផងមីងការដែលមនុស្សប្រុសក៏ពុកមាត់ពុកចង្ការចេញវាជារឿងទូទៅទៅហើយហ្នឹងមនុស្សប្រុសផ្សេងអាចជារឿងធម្មតាប៉ុន្តែចំពោះលោកនរិននេះមួយមានយល់ថាមិនធម្មតាទេអ្នកនាងតាំងពីពេលដែលពួកយើងមកធ្វើការដ្ឋាននៅជាប់ចំការរបស់គាត់មកមីងមិនដែលឃើញលោកនរិនក៏ពុកចង្ការចេញឡើយទើបតែថ្ងៃនេះប៉ុណ្ណោះដែលគាត់នឹកឃើញកោចេញអ្នកនាងដឹងឬអត់នៅពេលដែលមីងបានជួបគាត់មុននឹងមីងឡើងភ្ញាក់ព្រឺតស្មានតែអ្នកណាផ្សេងមករកមីងមានការអ្វីអីតាហាហាប្រហែលគាត់ចង់បដូរស្ទីលរៀបចំខ្លួនថ្មីឬខ្លាចកើតចាយទីដឹងទើបកោពុកចង្ការបែបនេះប៉ុន្តែនិយាយលេងសើចអីនៅពេលដែលលោកនរិនកោពុកចង្ការបែបនេះគាត់ពិតជាសង្ហានិងមានមន្តស្នេហ៍ខ្លាំងណាស់បើគុំតែមីងមានប្តីហើយកុំអីមីងទៅចាយចង់លោកនរិនឲ្យចូលមកដណ្ដឹងមីងមិនខានពាក្យសម្ដីរបស់មីងទេវីធ្វើឲ្យរចនាទប់សំណើចមិនជាប់ប៉ុន្តែចិត្តមួយទៀតក៏លួចឆ្ងល់នឹងចង់ឃើញមុខលោកនរិនផ្ទាល់របស់អ្នកចិត្តខាងខ្លួនថាសង្ហាដល់កម្រិតណាទៅទើបដល់ថ្នាក់ធ្វើឲ្យមីងទេវីសរសើរមិនដាច់ពីមាត់បែបនេះក្រោយពីនិយាយលេងជាមួយគ្នារួចមីងទេវីក៏បានដាក់ថង់ផ្លែគុយដែលនរិនទិញមកនៅលើតុក្បែរកុំព្យូទ័ររបស់រចនាព្រមទាំងអំបិលម្ទេសមួយកូនចានផងដើម្បីទុកឲ្យនាងហូបលេងកំដរមាត់មុនពេលដែលគាត់ចាក់ចេញទៅក្រោមវិញរចនាងាកភ្នែកទៅរកអេក្រង់កុំព្យូទ័រជាថ្មីប៉ុន្តែបានបន្តិចក៏ងាកមកមើលថង់ផ្លែគុយវិញនាងសម្រេចចិត្តបេះគុយមួយផ្លែចេញពីទងរួចបកសម្បកចេញយ៉ាងស្អាតហើយយកទៅចុចនឹងអំបិលម្ទេសទើបដាក់ចូលមាត់ស្រីតូចញួចភ្នែកបន្តិចដោយសារតែរសជាតិរបស់ផ្លែឈើព្រៃមួយប្រភេទនេះប៉ុន្តែទំពាយូរទៅរសជាតិជូរលេផ្អែមតិចៗរបស់ផ្លែគុយក៏ឆ្ងាញ់ជក់មាត់ម្យ៉ាងដែរភ្លេចខ្លួនរចនាបានហូបផ្លែគុយជ្រលក់អំបិលម្ទេសអស់ចិត្តកណ្ដោះថងតែម្នាក់ឯងខណៈដែលមាត់កំពុងទំពាចិត្តរស់ស្រស់ស្រីក៏ស្រាប់តែនឹកឃើញដល់ទឹកមុខរបស់អ្នកទិញឲ្យជាពិសេសទឹកមុខបារម្ភរបស់នរិននៅពេលដែលនាងត្រូវពោះចិត្តដែលស្រាប់តែធ្វើឲ្យបេះដូងរបស់នាងលូតខុសចង្វាក់មួយរំពេចព្រមទាំងលេចចេញនៅស្នាមញញឹមចេញពីបបោមាត់ក្រពុំដោយមិនដឹងខ្លួនអេឈប់សិនតើឯងកំពុងគិតអ្វីនឹងរចនាឈួតទីដឹងតាពេកម្នាក់នោះជាស្ត្រីរបស់ឯងទេតាឯងភ្លេចហើយឬថាគេមើលងាយឯងបែបណាខ្លះរចនាឯងត្រូវតែពង្រឹងស្មារតីឡើងគុំបណ្ដោយឲ្យផ្លែគុយមួយថងនេះមកផ្លាស់ប្ដូរការគិតរបស់ឯងចំពោះអាគាត់ម្នាក់នោះឲ្យសោះក្រោយពីនិយាយដាស់តឿនខ្លួនឯងរួចរចនាក៏បានរុញផ្លែគុយដែលនៅសល់ចេញរួចផ្ចង់អារម្មណ៍ធ្វើការបន្តប៉ុន្តែការតាំងចិត្តមួយនេះហាក់មិនងាយនឹងធ្វើឲ្យបានប៉ុន្មានឡើយព្រោះមួយសន្ទុះក្រោយមកនរិនក៏បានមកដល់ផ្ទះស្នាក់របស់នាងសាជាថ្មីនិងបានទិញចំណីចំណុកមកផ្ញើនាងកាន់តែច្រើនជាងមុនទៀតរចនាខំប្រឹងទប់ចិត្តមិនហូបរបស់ដែលនរិនផ្ញើឲ្យមកដែរប៉ុន្តែចំណីគ្រប់មុខដែលនរិនផ្ញើមកមិនថាណែបត្រីក្រឡានផ្លែមៀនបាយលិនឬផ្លែសាវម៉ាវឡើយសុទ្ធតែទំនងគួរឲ្យចង់ហូបទាំងអស់
រចនាខ្ជិលគិតអ្វីច្រើនក៏បានបកហូបរហូតទាល់តែតឹងពោះនឹងឡើងទម្ងន់2 គីឡូដោយមិនដឹងខ្លួន3 ថ្ងៃក្រោយមកជើងរបស់រចនាបានធូរស្បើយពីភាពឈឺចាប់ស្ទើរតែទាំងស្រុងទៅហើយដូច្នេះនាងក៏បានចុះមកខាងក្រោមផ្ទះដើម្បីដើរហាត់ប្រាណខ្លះព្រោះប៉ុន្មានថ្ងៃមកនេះនាងគិតតែហូបនិងដេកមិនដឹងជាឡាគីឡូដល់ណាដល់ណីហើយទេរចនាដើរលេងត្រុកនៅក្នុងបរិវេណការដ្ឋានហើយក៏ដើរហួសដល់ស្រះទឹកមួយដែលស្ថិតនៅចន្លោះរវាងដីរបស់នាងនិងដីចម្ការទុរេនរបស់នរិនស្រះទឹកធំល្វើយដែលនាងកំពុងឈរមើលនេះទំនងដូចជាប្រភពទឹកសម្រាប់ស្រោចស្រពដំណាំនៅក្នុងចម្ការប៉ុន្តែនៅក្នុងទឹកបែរជាពោពេញដោយសម្រាមធ្វើឲ្យទឹកកខ្វក់មើលមិនយល់ហើយនៅពេលឈរក្បែរថែមទាំងជះក្លិនមិនល្អចូលក្នុងច្រមុះគួរឲ្យចង់ក្អួតរចនាយកដៃខ្ទប់ច្រមុះបន្តិចមុននឹងក្រឡេកទៅឃើញកូនបន្ទប់តូចដែលសង់សម្រាប់ក្រុមកម្មកររបស់នាងស្នាក់នៅហើយក៏កើតជាចិត្តសង្ស័យភ្លាមតាមពិតទៅនាងគួរតែដើរត្រួតពិនិត្យមើលការដ្ឋានតាំងពី2 ថ្ងៃដែលនាងបានមកដល់ដំបូងម្ល៉េះប៉ុន្តែដោយសារនាងរវល់តែឆ្លោះប្រកែកនឹងអ្នកជិតខាងទើបធ្វើប្រហែសចំណុចសំខាន់បែបនេះរចនាបានដើរចូលទៅកាន់កន្លែងស្នាក់នៅរបស់កម្មករហើយក៏បានឃើញពូរដ្ឋានិងមីងទីវីកំពុងអង្គុយទទួលទានបាយថ្ងៃត្រង់ជាមួយនឹងកម្មករឯទៀតក្រោយពីឃើញវត្តមានចៅហ្វាយស្រីចូលមកដល់បែបនេះគ្រប់គ្នាក៏ក្រោកឈរទទួលរាក់ទាក់ភ្លាមពូរដ្ឋាដែលមានតួនាទីជាមេការនៅទីនោះក៏បាននិយាយឡើងថាអ្នកនាងរចនាតើមានអ្វីឲ្យពួកខ្ញុំបម្រើមែនទេទៀនពូតើសម្រាមចោលក្នុងស្រះទឹកក្បែរដីយើងនេះគឺជាអ្វីដៃមនុស្សរបស់យើងឬគឺថាពូរដ្ឋាស្រាប់តែអេះអុញរកហាមាត់ឆ្លើយមិនចេញឯអ្នកផ្សេងទៀតក៏បានអោនមុខចុះធ្វើឲ្យរចនាដឹងភ្លាមថានេះជាស្នាដៃមនុស្សរបស់នាងពិតប្រាកដមែនពុទ្ធោអើយដំបងខ្ញុំស្មានថាវាជារឿងតូចតាចទើបគិតថាលោកនរិនជាមនុស្សគ្មានហេតុផលហើយគិតតែរករឿងបង្កបញ្ហានឹងពួកយើងប៉ុន្តែអ្វីដែលយើងធ្វើដាក់គេនេះគឺវាសមហើយដែលគេដាក់ពាក្យបណ្ដឹងមិនព្រមលែងដៃបែបហ្នឹងក្រែងពូនិងអ្នករាល់គ្នាក៏បានដឹងហើយដែរតើថាស្រះទឹកនេះជាប្រភពទឹកដ៏សំខាន់សម្រាប់ស្រោចស្រពដំណាំនៅក្នុងចម្ការរបស់លោកនរិនចុះបើយើងនាំគ្នាចោលសម្រាប់បំផ្លាញប្រភពទឹកបែបហ្នឹងតើគាត់បានអ្វីយកទៅស្រោចដំណាំទៅរឿងនេះពូបានជម្រាបប្រាប់អ្នកនាងរួចហើយនឹងបានណែនាំគ្នាយើងឲ្យឈប់ចោលសម្រាមផ្ដេសផ្ដាស់បែបនេះទៀតដែររចនាគ្រាន់តែឈប់ចោលសម្រាមប៉ុន្តែមិនជួយសម្អាតឲ្យគេវិញផងធ្វើម្ដេចនឹងគេអាចប្រើទឹកក្នុងស្រះនេះវិញបានទៅរឿងត្រឹមតែប៉ុណ្ណឹងសោះខ្ញុំមិននឹកស្មានថាគ្នាយើងបដាបណ្ដោយឲ្យបញ្ហារហូតដល់ស្ទះការងារក្នុងការដ្ឋានយូរដល់ថ្នាក់នេះទេប៉ុន្តែនៅក្នុងស្រះនេះមានសម្រាមច្រើនណាស់អ្នកនាងហើយក្លិនក៏ស្អុយខ្លាំងទៀតខ្ញុំខ្លាចតែពូខ្លាចអ្វីទៅខ្លាចគ្នាយើងទ្រាំស្អុយបំបានប៉ុន្តែមិនខ្លាចត្រូវបាត់បង់ការងារទេអូសុំទោសអ្នកនាងបាទអត់ទេរចនាបញ្ហានេះខាងយើងជាអ្នកបង្កដូច្នេះយើងត្រូវតែជាអ្នកដោះស្រាយវាដោយគ្មានលេសអ្វីទាំងអស់ឲ្យខ្ញុំសុំទោសផងអ្នកនាងខ្ញុំនឹងប្រញាប់ចាត់គ្នាយើងឲ្យទៅសម្អាតឥឡូវនេះមិនអីទេពូនិងអ្នករាល់គ្នាពិសាបាយឲ្យរួចសិនចុះសូមធ្វើការនៅពេលរសៀលបន្តិចក៏បានរចនា
ព្យាយាមដកដង្ហើមធំដើម្បីរំសាយអារម្មណ៍ខឹងមកវិញព្រោះនាងក៏មិនចូលចិត្តប្រើពាក្យសម្ដីធំដាក់មនុស្សដែលមានវ័យច្រើនជាងខ្លួនដែរនៅម៉ោងប្រហែល1 រសៀលក្រោយពេលកម្មករទាំងអស់ហូបបាយថ្ងៃត្រង់រួចគ្រប់គ្នាក៏បានចុះមកជួយសម្អាតស្រះទឹកដោយមានពូរដ្ឋាជាអ្នកមើលការខុសត្រូវថ្លែងពីរចនាឯណោះនាងក៏មិនបានទៅណាឆ្ងាយពីស្រះទឹកនោះដែរនាងថែមទាំងចុះទៅជួយសម្អាតនឹងគេទៀតទោះបីអ្នកគ្រប់គ្នាព្យាយាមខាត់នាងយ៉ាងណារចនាមានអារម្មណ៍ថានាងក៏មានចំណែកដែលត្រូវទទួលខុសត្រូវលើបញ្ហានេះផងដែរព្រោះក្នុងនាមជាអ្នកគ្រប់គ្រងម្នាក់នាងមិនបានត្រួតពិនិត្យមើលបាក់ទៅវិញជុំវិញការដ្ឋានរបស់ខ្លួនឲ្យបានល្អិតល្អន់ហើយថែមទាំងទៅស្រែកឡូឡាដាក់នរិនដែលជាជនរងគ្រោះទៀតថ្មិចបើកការងារសម្អាតស្រះក៏បានបញ្ចប់រួចរាល់ស្ទើរតែទាំងស្រុងដោយសម្រាមបានជម្រះចេញពីផ្ទៃស្រះអស់ហើយរាល់សកម្មភាពដែលរចនាកំពុងធ្វើជាមួយនឹងមនុស្សរបស់នាងនៅពេលនោះកិច្ចមិនឆ្ងាយពីក្រសែភ្នែករបស់នរិនឡើយអ្នកកំឡោះឈរសម្លឹងនៅលៀងពីចម្ងាយដោយរក្សាស្នាមញញឹមជាប់នៅលើផ្ទៃមុខហាក់បង្ហាញចេញនៅអារម្មណ៍រំភើបចំពោះស្រីតូចរចនាដែលកំពុងធ្វើការជាមួយនឹងកូនចៅដោយមិនខ្លាចលុយហត់ផ្ទៃមុខរលោងក៏ប្រឡាក់ភក់មើលមិនយល់ប៉ុន្តែកៅភ្នែកនាយនៅពេលនេះនាងគឺជាមនុស្សស្រីដែលស្រស់ស្អាតបំផុតសម្រាប់ខ្លួន